ជំរាបសួរបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីខានចេញវីដេអូយូរណាស់ហើយតាមរយៈ Channel YouTube ហើយក៏សូមជំរាបសួរបងប្អូននៅក្នុង TikTok និង Page ផងដែរថ្ងៃនេះគឺខ្ញុំបានទទួលដងជំពាមមួយដែលដងជំពាមនេះជាប្រភេទដងជំពាមហនុមានបងប្អូនណាហើយបញ្ហារបស់វាគឺអត់មានអីសូវធំដុំទេគឺដោយសារតែភ្ញៀវដែលគាត់ទិញពីខ្ញុំទៅគាត់បាញ់ទៅវាបោកកស៊ូបាទអញ្ចឹងក្បាលតាគៀបជំពាមគឺវាបែបនេះបាទនេះអត់មានបញ្ហាអីធំដុំទេបងប្អូនណាគឺថាគ្រាន់តែចូលដងបងគាត់យកទៅបាញ់ទៅគាត់ថាស៊ីកស៊ូមកពីដងគាត់ទៅខាត់ក្បាលដងនេះបាត់ជ្រុងបាត់ញែងអស់អញ្ចឹងទៅហើយមិនខាត់ទៅខាងក្រោយទេខាត់ចូលដល់ខាងមុខទៀតខាត់ចូលនេះទៀតប៉ុន្តែកន្លែងស៊ីកស៊ូបងប្អូនរែងគិតមើលទៅថាវាមិនមែនស៊ីអាហ្នឹងជ្រុងហ្នឹងទេបងប្អូនណាវាអត់ស៊ីអាហ្នឹងទេនេះបាត់ជ្រុងបាត់តំណងច្បាប់ដើមអាលីងបងប្អូនអើយស្ដាយដងបងប្អូនបាក់គូតឆក់ទៀតបងប្រើរយៈពេលខ្លីសោះឥឡូវហ្នឹងខ្ញុំនឹងប្រាប់ពីមូលហេតុហើយមុននឹងប្រាប់ពីមូលហេតុខ្ញុំនឹងបាញ់ជូនបងប្អូនទស្សនាសិនកស៊ូនេះគឺកស៊ូគាត់ដាក់មកហើយខ្ញុំពិនិត្យមើលទៅដូចជាមិនទាន់ឃើញមានស្នាមទេបងប្អូនណាខ្ញុំពិនិត្យមើលទៅអត់ទាន់ឃើញមានស្នាមប្រហោងធ្លុះមុតអីទេប៉ុន្តែមុននឹងគាត់ដាក់មកគាត់បាញ់ទៅជួបបញ្ហាដូចនេះខ្ញុំដាក់រូបភាពជូនបងប្អូននៅលើអេក្រង់បងប្អូនឃើញទេគឺបែបហ្នឹងគាត់ថាបាញ់ទៅវារោសវាមុតបែបហ្នឹងណាហើយអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងបាញ់ជូនបងប្អូនមើលតែម្ដងថាតើដងហ្នឹងកស៊ូហ្នឹងខ្ញុំបាញ់តើវាមុតវាធ្លុះអត់តោះកុំឲ្យខាត់ពេលយូរនេះបងប្អូនណាបាញ់អាហ្នឹងមកទៅនិយាយសូមជម្រាបជូនបងប្អូនថាដងកស៊ូនេះគឺមកច្បាប់ដើមមិនគឺបែបហ្នឹងអញ្ចឹងខ្ញុំបាញ់មើលថាតើវាស៊ីកស៊ូអត់បងប្អូនបាញ់ឡើងបាក់ដើមនោះហើយឥឡូវអត់មើលឥឡូវយើងមកមើលកស៊ូទាំងអស់គ្នាយើងមកអត់មើលលទ្ធផលទាំងអស់គ្នានេះបងប្អូនមើលច្បាស់តែមានស៊ីកស៊ូអត់បងប្អូនគឺអត់មានទេបងប្អូនណាស្នាមតែបន្តិចគ្មានផងហើយសួរថាហេតុអីបានបងប្រុសគាត់បាញ់ទៅគាត់ដាច់គាត់មុតគឺតេតងទៅនឹងរបៀបបាញ់បងប្អូនណារបៀបនៅក្នុងការបាញ់ហើយខ្ញុំនឹងបកស្រាយជូនបងប្អូនតែម្ដងថាហេតុអីបានរបៀបនៅក្នុងការបាញ់ទៅចេះតែបោកមុតកស៊ូទី1ខ្ញុំនិយាយច្បាស់លម្អិតមួយជូនបងប្អូនខ្ញុំនិយាយច្រើនដងដែរហើយប៉ុន្តែបងប្អូនពេលដែលចង់បាញ់គឺពេលដែលនិយាយតេតងទៅនឹងរបៀបនៃការបាញ់បច្ចេកទេសតិចបងប្អូនអត់ចង់ស្ដាប់អត់ចង់មើលទេចង់តែរំលងចោលហ្មងអញ្ចឹងខ្ញុំនិយាយពីការចាប់គ្រាប់បងប្អូនណាខ្ញុំនិយាយដំបូងពីការចាប់គ្រាប់ការដាក់គ្រាប់ចាប់គឺយើងដាក់គ្រាប់ចូលហើយបងប្អូននេះដាក់ឲ្យចំស្មាហើយចាប់គឺកាន់បែបនេះបងប្អូនណាកាន់បែបនេះឲ្យស្បែកហ្នឹងវាចុងស្បែកវានៅស្មើគ្នាឲ្យស្មើគ្នាល្អកុំកាន់អ៊ីក្លុកអីណាកលាក់អីនេះហើយកាន់ល្មួលអញ្ចេះបងប្អូនកាន់អញ្ចឹងគឺដឹងតែបោកកស៊ូហើយបងប្អូនណាកាន់របៀបហ្នឹងគឺដឹងតែបោកកស៊ូហើយកាន់របៀបហ្នឹងប្រឡែងទៅក្របទៅដល់នេះក្របចេញទៅដល់ចេះកស៊ូវាទៅមុនណាទៅមុនដាក់ផ្លាប់បោកជាមួយដងធ្លុះទាំងអស់នេះមូលហេតុទី1បងប្អូនណាមួយទៀតចាប់ក្របខុសហើយល្មួលកកស៊ូចេះបងប្អូនណាល្មួលកកស៊ូចេះវាអត់ស្របមួយដងទៅប្រាវអញ្ចឹងទៀតទៅត្រូវដងហ្នឹងទៀតសោតបាញ់ងាកដៃចេះអញ្ចឹងពេលក្របទៅផ្លាប់ក្រោមអញ្ចឹងទៅបើងោកទៅលើចេះផ្លាប់ត្រីលើអញ្ចឹងទៅត្រូវគ្រប់តែជ្រុងរឿងដែលសំខាន់មួយទៀតបងប្អូនណារឿងសំខាន់មួយទៀតកុំឲ្យមានឧបសគ្គអីតាក់ដូចជាយើងពាក់ម៉ាស់ពាក់មួកទៅមានរំយល់អីហ្នឹងប៉ះកតុយកស៊ូនេះក៏គ្រោះថ្នាក់ដែរអានេះគឺសំខាន់បំផុតឯកដៃបងប្អូនណាកដៃពេលដែលបងប្អូនបាញ់ពេលដែលប្រឡែងក្របនេះបងប្អូនណាចាំមើលខ្ញុំបាញ់ប្រឡែងក្របគឺកដៃរបស់យើងត្រូវញាក់តាមចេះញាក់ចេះហ្នឹងញាក់បែបហ្នឹងបើបងប្អូនបាញ់មករឹងកជ្រឹះបាញ់ឧទាហរណ៍ថាបាញ់រឹងកជ្រឹះទាញមកប្រឡែងរឹងកជ្រឹះហ្មងត្រូវដឹងតែស្រាមហើយកស៊ូអញ្ចឹងហេតុផលគឺវានៅកន្លែងហ្នឹងទេ
hai mươi nhau bánh là bạ đam chờ hay nữa mà cái số miền đại ấy không miền sàm miền ấy cái số nó giờ màu chứ lần xa chạy tại là chẳng miền tập năng tế bóng ôn và sân bóng ôn miền nằm rơi cá cái số crop đom bóng ôn ai chạy tông cho telegram lấy là video nắng rồi cái chạp châu page bóng ôn này ở con trán